មានបុគ្គលជាច្រើនក៏យកច្រឡំរឿងធំមួយពាក់ព័ន្ធជាមួយនឹងរឿងលើសជាតិស្ករឬក៏រឿងជំងឺទឹកនោមផ្អែមដោយសារគាត់គិតថានៅពេលដែលយើងលើសជាតិស្ករគួរណាស់តែខំប្រឹងតមអាហារហាត់ប្រាណកុំឲ្យប្រើថ្នាំឲ្យសោះពួកអីតាហ៊ានប្រើថ្នាំគឺធ្វើឲ្យយើងខូចតម្រងនោមថ្ងៃក្រោយទៅគឺដឹងតែលៀងឈាមហីខ្ញុំលើពាក្យចចាមអារាមនេះច្រើនមែនតើអញ្ចឹងខ្ញុំឆ្លៀតពេលនេះដើម្បីធ្វើវីដេអូបកស្រាយជូនបងប្អូនទាំងអស់គ្នាឲ្យបានយល់ពាក់ព័ន្ធជាមួយនឹងរឿងលើសជាតិស្ករហើយនឹងរឿងខូចទៅលើតម្រងនោមនិយាយទៅការលើសជាតិស្ករគឺវាឲ្យផលវិបាកជាច្រើនប្រសិនបើយើងអត់បានគ្រប់គ្រងជាតិស្ករហ្នឹងឲ្យត្រឹមត្រូវនោះទេប្រសិនបើយើងទុកឲ្យស្កររបស់យើងហ្នឹងវាចេះតែឡើងនៅក្នុងឈាមឬក៏ឡើងក្នុងរយៈពេលយូរតម្រាំយើងយើងស្រកគីឡូហ្នឹងវា take time ឬក៏ចំណាយពេលប្រហែលជា6ខែមួយឆ្នាំអីចឹងអត់ព្រមស្រកចាយពេលកាន់តែយូរជាតិស្ករនៅក្នុងឈាមហ្នឹងវាចេះតែធ្វើទុកទៅដល់សរសៃឈាមរបស់យើងសរសៃឈាមដែលវាប៉ះពាល់ហ្នឹងគឺចែកចេញជាពីរមានសរសៃឈាមប្រភេទធំគេហៅថា macrovascular ហើយនិងសរសៃឈាមប្រភេទទូចគេហៅថា microvascular ពពួក microvascular ហ្នឹងគេផ្ដោតទៅលើសរសៃឈាមនៅនឹងតម្រងនោមឬក៏ខ្មែរយើងក៏ធ្លាប់ហៅថាកលៀនហ្នឹងណាគឺនៅពេលដែលជាតិស្ករឡើងខ្ពស់វាធ្វើឲ្យខូចទៅលើសរសៃឈាមទូចក្នុងតម្រងនោមរបស់គាត់ហ្នឹងធ្វើឲ្យចេញទៅលើប្រូតេអ៊ីនតាមទឹកនោមធ្វើឲ្យខូចទៅលើកម្រិតច្រោះរបស់តម្រងនោមឲ្យតម្រងនោមរបស់យើងហ្នឹងវាធ្លាក់ទាបតែម្ដងអាហ្នឹងគឺមូលហេតុដោយសារតែជាតិស្ករឡើងខ្ពស់ហើយយើងអត់គ្រប់គ្រងវាបានល្អទី2ទៀតវាធ្វើឲ្យប៉ះទៅលើសរសៃឈាមបាតភ្នែកដែលយើងប្រើពាក្យថា retinopathy នៅក្នុងអ្នកជំងឺទឹកនោមផ្អែមគឺយើងឃើញមានច្រើនមែនតើអញ្ចឹងបាទអ្នកជំងឺទឹកនោមផ្អែមគឺមួយឆ្នាំម្ដងគួរតែឆែកពាក់ព័ន្ធជាមួយនឹងបាតភ្នែកសារតែជាតិស្ករឡើងខ្ពស់វាធ្វើឲ្យខូចសរសៃឈាមទូចនៅនឹងបាតភ្នែកនឹងឯងទី3ទៀតសរសៃឈាមទូចដែលឃើញថាវាប៉ះពាល់គឺចុងម្រាមដៃហើយនិងចុងម្រាមជើងឬក៏កន្លែងបាតជើងរបស់យើងដែលអ្នកខ្លះគាត់មានអារម្មណ៍ tingling ដូចចាក់ឬក៏អ្នកខ្លះទៀតគាត់មានអារម្មណ៍ថាស្ពឹកអាហ្នឹងហើយដែលជាមូលហេតុធ្វើឲ្យនៅពេលដែលគាត់ប៉ះទៅលើរបស់ក្តៅឬក៏មានរបួសអីគាត់អត់ដឹងឈឺដល់អញ្ចឹងទៅគាត់ទុកយូរអត់បានទៅលាងរបួសអត់បានទៅមើលថែរបួសហ្នឹងដែលធ្វើឲ្យរបួសហ្នឹងចេះតែស៊ីរូងជ្រៅទៅដែលអាចប្រឈមជាមួយរឿងកាត់ជើងអញ្ចឹងរឿងទាំងអស់ដែលពាក់ព័ន្ធជាមួយនឹងអ្វីដែលបងប្អូនខ្លាចដូចជាការកាត់ជើងដូចជាការខូចតម្រងនោមឬក៏លាងឈាមហ្នឹងគឺវាពាក់ព័ន្ធទាំងស្រុងទៅលើកម្រិតជាតិស្ករខ្ពស់នៅក្នុងឈាមអញ្ចឹងបានគ្រូពេទ្យយើងអត់គិតដូចអ្នកជំងឺទេគ្រូពេទ្យនៅពេលដែលកម្រិតជាតិស្ករខ្ពស់គឺយើងតែងតែណែនាំឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំដើម្បីទាញកម្រិតជាតិស្ករហ្នឹងឲ្យកាន់តែទាបក្នុងពេលកាន់តែខ្លីទើបយើងអាចការពារសរសៃឈាមរបស់បុគ្គលម្នាក់នឹងបានអញ្ចឹងខុសពីការគិតរបស់អ្នកជំងឺគាត់គិតថាឲ្យតែប្រើថ្នាំទៅវាប៉ះពាល់ទៅលើតម្រងនោមអញ្ចឹងគាត់សុខចិត្តយកពេលវេលាធ្វើរបបអាហារជាមួយនឹងការហាត់ប្រាណកន្លែងនេះគ្រូពេទ្យជាមួយអ្នកជំងឺគឺតែងតែត្រូវពិភាក្សាដើម្បីយល់ស្របជាមួយនឹងផ្លូវណាមួយដើម្បីជួយអ្នកជំងឺនឹងបានប្រសិនបើបងប្អូនចូលចិត្តស្ដាប់វីដេអូបែបនេះជួយចែកម្លែកបន្តផងវីដេអូក្រោយខ្ញុំនឹងនិយាយពាក់ព័ន្ធជាមួយនឹងការឡើងជាតិស្ករហើយនឹងប៉ះទៅលើសរសៃឈាមធំដែលយើងប្រើពាក្យពីដើមហ្នឹងថា macrovascularថ្ងៃនេះខ្ញុំនឹងនិយាយអំពីផលវិបាកនៃជំងឺទឹកនោមផ្អែមពាក់ព័ន្ធជាមួយនឹងសរសៃឈាមធំវីដេអូមុនខ្ញុំនិយាយផលវិបាកនៃជំងឺទឹកនោមផ្អែមពាក់ព័ន្ធជាមួយសរសៃឈាមទូចដែលមាននៅក្នុងតម្រងនោមមាននៅក្នុងបាតភ្នែករបស់យើងហើយនឹងមាននៅតាមចុងម្រាមដៃឬក៏ចុងម្រាមជើងប៉ុន្តែថ្ងៃនេះខ្ញុំនិយាយអំពីផលវិបាកប៉ះទៅលើសរសៃឈាមធំវិញម្ដងសរសៃឈាមធំដែលយើងបារម្ភជាងគេទី1ហ្នឹងពាក់ព័ន្ធជាមួយនឹងរឿងបេះដូងគេហៅថាពពួក coronary artery disease នៅពេលដែលកម្រិតជាតិស្កររបស់យើងឡើងខ្ពស់នៅក្នុងឈាមអាសរសៃឈាមធំដែលអាចខូចខាតបាននឹងឬក៏អាចឡើងក្រិនឬក៏ឡើងផ្លេកគេហៅថាមានដូចខ្ញុំដាក់នៅក្នុងរូបនឹងអញ្ចឹងធ្វើឲ្យបំពង់ដឹកឈាមនឹងវាទូចជាងមុនឬក៏វាអាចបង្កទៅជាស្ទះនឹងគឺដោយសារតែការឡើងកម្រិតជាតិស្ករនឹងឯងអញ្ចឹងនៅពេលដែលយើងគ្រប់គ្រងជាតិស្ករអត់បានល្អអ្វីដែលគេបារម្ភហ្នឹងគឺស្ទះអាសរសៃឈាមទៅចិញ្ចឹមបេះដូងហ្នឹងដែលគេប្រើពាក្យថា coronary artery disease ដែលធ្វើឲ្យអ្នកជំងឺអាចគាំងបេះដូងភ្លាមចំណុចទី2ពាក់ព័ន្ធជាមួយនឹងសរសៃឈាមធំដូចគ្នាហ្នឹងក៏គេបារម្ភខ្លាចទៅក្រិនរឹងឬក៏ស្ទះសរសៃឈាមនៅក្នុងខួរក្បាលដែលយើងប្រើពាក្យថា stroke ជាទូទៅគេឃើញភាគច្រើនជា ischemic stroke នៅលើអ្នកជំងឺទឹកនោមផ្អែមចំណុចទី3សរសៃឈាមធំដូចគ្នាហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសរសៃ artery ដែលទៅចិញ្ចឹមចុងជើងរបស់យើងចុងជើងរបស់យើងជាទូទៅគឺវាមានសរសៃ artery ដើម្បីយកឈាមទៅចិញ្ចឹមហើយសរសៃវ៉ែនដឹកឡើងមកវិញអញ្ចឹងប្រសិនបើក្នុងករណីថាជាតិស្កររបស់បុគ្គលម្នាក់នឹងឡើងខ្ពស់អាសរសៃឈាមដែលដឹកឈាមចិញ្ចឹមដល់ចុងជើងរបស់យើងហ្នឹងគឺអត់បានល្អទេវាក្រិនឬក៏វាអាចបៀតដែលធ្វើឲ្យជើងរបស់យើងអត់មានឈាមចិញ្ចឹមគ្រប់គ្រាន់អញ្ចឹងនៅពេលដែលឧទាហរណ៍ថាយើងមានរបួសយើងប៉ះតបៅអីមួយគឺអត់មានការព្យាបាលដោយសរសៃឈាមរបស់បុគ្គលម្នាក់នឹងទេអញ្ចឹងទៅអាចប្រឈមជាមួយនឹងតបៅនឹងអត់ជាស៊ីរូងកាន់តែជ្រៅធ្វើឲ្យគាត់អាចប្រឈមជាមួយនឹងការកាត់ជើងគឺជាអ្វីដែលគេខ្លាចចំពោះអ្នកជំងឺទឹកនោមផ្អែមនឹងឯងអញ្ចឹងទាំងអស់នេះគឺជាផលវិបាកពាក់ព័ន្ធជាមួយនឹងជំងឺទឹកនោមផ្អែមដោយប៉ះទៅលើសរសៃឈាមធំប្រសិនបើបងប្អូនចូលចិត្តវីដេអូនេះអាចចែកម្លែកបន្តបានហើយប្រសិនបើចង់ដឹងថាតើសរសៃឈាមទូចមានផលវិបាកអីខ្លះដោយសារជំងឺទឹកនោមផ្អែមអាចចូលមើលវីដេអូនៅក្នុង page របស់ខ្ញុំវីដេអូមុនបានចឹងថ្ងៃនេះខ្ញុំជូនប៉ុណ្ណឹងហើយប្រសិនបើមានសំណួរឬក៏ចម្ងល់អីទៀតអាច comment នៅក្នុងវីដេអូនេះបានអរគុណច្រើន